សម្រាប់តេជោហ៊ុនសែនអំពីវិនិយោគដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួនសម្ដេចតេជោហ៊ុនសែនបានអំពីវិនិយោគដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចកាលពី50ឆ្នាំមុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៀតទៅនៅលើបណ្ដាញសង្គមទំនាក់ទំនងផ្លូវការសញ្ញាព្រឹកថ្ងៃទី23ខែមករាឆ្នាំ2026សម្ដេចតេជោបានសរសេរថាសូមបញ្ឈប់ការប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី50ឆ្នាំមុនមកប្រើប្រាស់និងបោកប្រាស់សម្ដេចតទៅទៀតទៅសម្ដេចតេជោបានលើកឡើងថាក្រោយរំដោះចេញពីរបបប៉ុលពតឆ្នាំ1979ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានពិភាក្សានិទាននិងភាពយន្តរឿងកូនប្រុសក្រំពន្លឺព្រះច័ន្ទពេញបរមីមកមានមនុស្សមិនតិចជាង20នាក់ទេដែលបន្លំខ្លួនមកធ្វើកូនកំសត់របស់សម្ដេចពុកដែលបានស្លាប់ទៅនោះមកចាប់ចិត្តមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ជូនមកសម្ដេចចុះតាមទស្សនាវដ្តីនិងក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្ដេចបន្ថែមថាករណីចុងក្រោយហាក់ដូចជាធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ Telegram របស់សម្ដេចសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ